ខ្ញុំមកចែកលេខមួយទៅតនឹងការ remote កុំព្យូទ័រទៅតនឹងការ remote ខ្ញុំណែនាំកម្មវិធីមួយកម្មវិធីនេះឃើញថាវាស្រួលជាងteam viewer ដោយសារតែ team viewer វា load ផ្ទាំងពាណិជ្ជកម្មចេញមកច្រើនអញ្ចឹងណាអញ្ចឹងធ្វើឲ្យយើងវាពិបាកក្នុងការ remote មានភាពសាមញ្ញជាមួយនឹងផ្ទាំងពាណិជ្ជកម្មហើយកម្មវិធីនេះស្រួលទេទៅទៅនឹងការ download យើងចូលទៅក្នុងទៅនឹងការ download ដោយសារតែនេះខ្ញុំ download ហើយយើងចូលទៅក្នុង Chrome ឬក៏ Firefox តោះមកនឹងដាក់ Ultra Viewer យើងដាក់ Ultra Viewer មកវាមាន free download ចឹងណាអញ្ចឹងយើងអាចចុច download បានយើងអាចចុច download លើនឹងបានវាដាក់ឲ្យយើង download បានផងនេះដោយសារតែកុំព្យូទ័រខ្ញុំបាន download ហើយអញ្ចឹងខ្ញុំបង្ហាញអំពីការ remote តែម្ដងមុននឹង remote ទៅកុំព្យូទ័របានយើងបើកកម្មវិធីនេះដំបូងយើងបើកកម្មវិធីនឹងហើយមួយទៀតយើងទាក់ទងនឹងកុំព្យូទ័រមួយផ្សេងទៀតនោះឲ្យគាត់បើកកម្មវិធីនឹងមកដែរអញ្ចឹងណាគាត់បើកកម្មវិធីហ្នឹងបន្ទាប់មកយើងសុំ username your ID និង password ដែលកុំព្យូទ័រមួយផ្សេងទៀតនោះបន្ទាប់មកយើងយកវាយកន្លែងនេះអញ្ចឹងខ្ញុំបង្ហាញឧទាហរណ៍ជាក់ស្ដែងឲ្យបងប្អូនមើលអញ្ចឹងខ្ញុំមាននេះមួយទាក់ទងនឹងនេះខ្ញុំតេស្តជាមួយនឹងម៉ាស៊ីនមួយទៀតអញ្ចឹងណាអញ្ចឹងម៉ាស៊ីនហ្នឹងគាត់បានsend Ultra Viewer មកឲ្យខ្ញុំដើម្បីឲ្យខ្ញុំ remote ទៅណាអញ្ចឹងទៅតាមការ remote យើងវាយ ID របស់គាត់ចូលមកដោយសារតែកុំព្យូទ័រខ្ញុំធ្លាប់ remote អញ្ចឹងវា load user ហ្នឹងមកម្ដងទៅតាម password ទៅតាម password វាប្រែប្រួលអញ្ចឹងយើង remote ម្ដងយើងបិទវិញពេលយើងបើកវិញវាចាប់ password ថ្មីយើងអត់កំណត់វាជាប់អញ្ចឹងយើងវាយ password ចូលមកយើង password 95 079តបមកយើងចុច remote អញ្ចឹងនេះ remote ចូលនេះហ៎ទៅនឹងការ remote ហ្នឹងវាងាយស្រួលមែនទែនសម្រាប់អ្នក support IT support ទៅនឹងបញ្ហាល្មមអីយើងអាចធ្វើឬ remote ឲ្យគាត់បានយើង remote ធ្វើឲ្យគាត់នេះជាកុំព្យូទ័រផ្សេងទៀតដែលខ្ញុំ remote ទៅអញ្ចឹងទៅនឹងការ remote មានតែប៉ុណ្្នឹងទេដើម្បីធ្វើការបង្ហាញហើយនឹងចែកម្លែកជាមួយនឹង app Ultra Viewer វាងាយស្រួលជាង Team Viewer ជាង Adidas អញ្ចឹងទៅនឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបើបងប្អូនមាន